លោកចក្រមជាទីគោរពខ្ញុំមកដល់ភ្នំពេញព្រឹកថ្ងៃ21អានេះបើតាមខ្ញុំចាំឯចំណែកថ្ងៃ24ខ្ញុំបានចូលរៀនវគ្គនយោបាយសូមបញ្ជាក់ថាវគ្គនយោបាយមេអូទីសនាមឯកសារ4ថ្ងៃ24 25 26 27ក្រៅពីនោះបន្ទាប់ពីនោះយើងខ្ញុំនាំគ្នាពិភាក្សាឯកសារតាមក្រុមដើម្បីរកយល់ជំរឿខ្លឹមសារនយោបាយក្នុងឯកសារនោះបន្ទាប់មកទៀតសិក្ខាកាមម្នាក់ត្រូវធ្វើប្រវត្តិរូបបដិវត្តហើយនឹងជីវទស្សនៈបដិវត្តហើយនឹងជីវទស្សនៈបដិវត្តសុំទោសណាលោកអ្នកបកប្រែជីវទស្សនៈបដិវត្តបារាំងហៅថា conception du monde révolutionnaire ហើយខ្ញុំសុំតទៅទៀតយើងខ្ញុំត្រូវត្រៀមលោកទស្សនៈបដិវត្តហើយនឹងជីវទស្សនៈជីវទស្សនៈបដិវត្តហើយនឹងប្រវត្តិរូបប្រហែលជា3ថ្ងៃហើយទៅបាននាំគ្នាឆ្លងដែលហៅថាឆ្លងហ្នឹងគឺយើងអានប្រវត្តិរូបរបស់យើងឲ្យមិត្តនៅក្នុងក្រុមគេស្ដាប់ហើយដល់ទៅឲ្យគេលើកសំណួរហើយយើងឆ្លើយដោះស្រាយសំណួរសរុបមកវិញក្នុងពេលរៀនម្ដងយើងត្រូវចំណាយពេលប្រហែល10ថ្ងៃទៅ2ដល់10ថ្ងៃខ្ញុំនិយាយនេះដើម្បីជូនជ្រាបអំពីរបៀបរបបរៀនសូត្រនៅក្នុងរបបកុម្មុយនីសតែប៉ុណ្ណឹងទេសរុបមកវិញយើងខ្ញុំមកនឹងគ្នា4នាក់សិទ្ធិបកជននោះមិនមែនតែ2នាក់ទេមកខ្ញុំមកបងមុំណៃមកមិត្តស៊ុំហើយនឹងមិត្តមាសខ្មោចមិត្តមាសបកជនទាំងអស់ដល់រៀនរួចហើយមិត្តស៊ុំសុំច្បាប់ទៅតាមរកប្រព័ន្ធកូននៅសៀមរាបខ្ញុំឲ្យមិត្តមាសត្រឡប់ទៅអមឡើងវិញមិនដឹងជាបងមុំណៃទៅដែរឬក៏នៅជាមួយខ្ញុំក្នុងភ្នំពេញខ្ញុំភ្លេចបាត់ហើយខ្ញុំសូមបញ្ជាក់ណាបកប្រែច្រឡំហើយអ្នកដែលនៅជាមួយខ្ញុំមិនដឹងជាបងមុំណៃឬក៏បងមុំណៃទៅអមលាំងជាមួយមិត្តមាស
ខ្ញុំនៅទីនោះមិនទាន់មានភារកិច្ចអីទេនៅរងចាំភារកិច្ចដល់ក្រោយមកបានខ្ញុំឃើញណាត់គាត់ហៅខ្ញុំចេញពីស្ថានីយ៍រថភ្លើងមកនៅសេនាធិការដ្ឋានចាស់របស់ Sostan Fernandes ប្រមាណក៏តាំងទីនឹង À ce stade, j'aimerais des précisions concernant le contenu de votre biographie et de vos opinions révolutionnaires. Si j'ai bien compris. Vous nous avez dit que quand vous avez quitté Team 13, vous étiez écœuré par votre travail de policier. Vous nous avez dit aussi que vous aviez conscience que les confessions obtenues à M13 ne reflétaient que très partiellement la vérité. Je rappelle aussi que vous nous avez dit précédemment que vous avez dans votre famille des connexions ou des alliances avec la famille de Lon Nol. Est-ce que ces éléments sont apparus dans vos opinions révolutionnaires ou dans votre autobiographie? Somme au con lục trái crom để ban lựcបញ្ហានេះយកមកឲ្យខ្ញុំរាយការណ៍បញ្ជាក់ជីវិតទោះបដិវត្តហើយនឹងប្រវត្តិរូបបដិវត្តគេធ្វើក្រោយពីរៀនសូត្រទៅតាមខ្លឹមសារនៃវគ្គរៀនសូត្រចំណែកជីវទស្សនៈបដិវត្តខ្ញុំអត់មានហ៊ានសរសេរថាខ្ញុំធុញទ្រាន់នឹងការងារនយោបាយសំទោសការងារសន្តិបាលនោះទេខ្ញុំទៅសេតាមខ្លឹមសារខដែលគេឲ្យដែលគេឲ្យកាលនោះបើតាមខ្ញុំចាំគេអបអរសាទរនឹងជ័យជំនះ17មេសាដែលគេឲ្យយើងចាប់អារម្មណ៍ពេលនោះគឺយើងចាប់អារម្មណ៍យ៉ាងម៉េចចំពោះមហាជ័យជំនះ17មេសានេះមួយហើយខទី2គេឲ្យយើងខំរៀនលះបង់សួនតួលះបង់បុគ្គលដើម្បីសមូហភាពហើយខទី3យើងតាំងចិត្តប្រាជ្ញាសម្រាប់យ៉ាងម៉េចដើម្បីរួមចំណែកកសាងសង្គមនិយមហើយនឹងធ្វើបដិវត្តសង្គមនិយមតទៅទៀតដូច្នេះប្រវត្តិរូបរបស់ខ្ញុំដែលតាក់ទងជាមួយនឹងឪពុកមាខ្ញុំដែលក៏ទៅបានក្មួយលោកតាលន់ណុលធ្វើជាប្រពន្ធនោះខ្ញុំអត់មានរាយការណ៍នៅក្នុង
ខ្ញុំអត់បានរាយការណ៍នៅក្នុងប្រវត្តិរូបរបស់ខ្ញុំទេពីព្រោះក្នុងប្រវត្តិរូបនោះគេតែនិយាយអំពីបងប្អូនបង្កើតម្ដាយបង្កើតម្ដាយក្មេកឪពុកក្មេកហើយនឹងប្រពន្ធឯចំណែកឪពុកមាខ្ញុំដែលទៅបានក្មួយលោកតាលន់នល់នោះជាទូតមួយជាមួយនឹងម្ដាយខ្ញុំរួចទៅហើយខ្ញុំបានជម្រាបលោកចៅក្រមពីមុនថាខ្ញុំអត់បានសរសេរក្នុងប្រវត្តិរូបជាផ្លូវការទេតែជាមួយបេក្ខជនជារៀមច្បងខ្លះខ្ញុំបាននិយាយរឿងនោះដើម្បីបង្ហាញមោទនភាពរបស់ខ្ញុំថាខ្ញុំសុខចិត្តនៅជាប់គុកជាជាងទៅផ្សារភ្ជាប់ខ្លួនជាមួយលន់នល់សរុបមកការធុញទ្រាន់របស់ខ្ញុំការតក់ស្លុតនឹងការងារនគរបាលបែបលក្ខណៈមិនវិទ្យាសាស្ត្របែបនេះខ្ញុំអត់មានបានសរសេរចូលក្នុងជីវទស្សន៍បដិវត្តទេឯចំណែកការតាក់ទងរបស់ខ្ញុំជាមួយនឹងឪពុកមាខ្ញុំក៏ខ្ញុំគ្មានបានសរសេរក្នុងប្រវត្តិរូបខ្ញុំដែរឯចំណែកមិត្តភក្តិជិតស្និទ្ធវិញការងារដែលខ្ញុំធុញទ្រាន់នគរបាលក៏ខ្ញុំអត់ហ៊ាននិយាយដែរសូមបញ្ចប់ប៉ុណ្ណេះ Donc, si j'ai bien compris, entre juin et août 75, au moment où il y a cette réunion où est décidée la création de S21, vous n'avez eu aucune activité particulière en dehors de la formation et de l'établissement de votre biographie. Ou bien avez-vous commencé à avoir une activité policière d'information? ធ្វើការងារជានគរបាលនៅពេលនោះនៅឡើយទេឬសូមរាយការណ៍ជំរាបតទៅទៀតថាក្នុងរយៈកាលនោះដូចខ្ញុំបានជម្រាបអញ្ចឹងមិនដឹងជាខ្ញុំនៅភ្នំពេញម្នាក់ឯងឬក៏ពីរអ្នកបងមកម្ល៉េះមិនច្បាស់ខ្ញុំវាកំសត់ 3-4 ឆ្នាំហើយមកដល់ភ្នំពេញបាននេះបានហូបនៅតែហូបនឹងអគ្គសេនាធិការហ្នឹងអត់ខ្ញុំដើរចេញទេនៅហូបនៅអីរងចាំភារកិច្ចក៏ប៉ុន្តែមានពេលមួយនោះខ្ញុំទៅអមលាំងជិះម៉ូតូទៅអមលាំងទៅលេងអមលាំងទៅអើតមើលអមលាំងសរុបមកបើតាមខ្ញុំរំលឹកឃើញដូចអត់មានការងារនគរបាលឬការងាររៀនសូត្រអីពិសេសទេដើរទៅមើលតែរបៀបដែលក្នុងអេតាម៉ាហ្ស័ររបស់លន់នល់នឹងគេរក្សាអេទីកេតគេយ៉ាងម៉េចគេដាក់ផ្លាកស្អីគេយ៉ាងម៉េចរៀបចំចាត់ចែងកិច្ចការប្រយុទ្ធរបស់គេយ៉ាងម៉េចនៅអាចន់ក្រោមក្នុងដីនោះ
Vous avez expliqué, sauf erreur de ma part, que vous aviez recherché des informations, que vous étiez rendu à l'état-major de Lone Nol, mais je crois aussi à la villa de Lone Nol, mais peut-être ai-je mal compris. Dans vos recherches, qu'est-ce que vous avez cherché exactement? Et est-ce que vous avez trouvé notamment de la documentation sur la torture? Est-ce que vous avez trouvé des livres sur la torture? អរគុណលោកចៅក្រមក្រោយថ្ងៃ15សីហា1975ពេលនោះមិត្តសុំបានប្រពន្ធមកហើយមេឲ្យត្រឡប់ទៅនៅឧស្សាហកម្មវិញតាមសំណូមពររបស់មិត្តសុំ Est-ce que vous pouvez répéter? Il y a un problème de traduction, il y a un nom qui n'a pas été traduit. aiចំណែកខ្ញុំចាត់ចែងឲ្យមិត្តមាសនំកម្លាំងពីអមលាំងយកមកដាក់នៅភ្នំពេញចំណែកខ្ញុំហើយនឹងបងមុំណៃដើររុកទៅត្រុករើឯកសារតាមផ្ទះនិងតាមទីស្ថាប័នសាធារណៈផ្ទះឯកជនអ្នកដឹកនាំធំគឺខ្ញុំទៅរុករើនៅផ្ទះលន់ណល់អស់2ថ្ងៃចំណែកសេនាធិការរបស់សូស្តែនខ្ញុំនៅនោះស្រាប់ឃើញឯកសារនៅនោះស្រាប់ប៉ុន្តែអត់យកទេណាត់គេប្រមូលទុកឯចំណែកផ្ទះឆតសង្គមក្រសួងការបរទេសនោះមេប្រមូលទុកឲ្យបកលមកឲ្យខ្ញុំទុកខ្ញុំទៅរើស្ថាប័នសាធារណៈគឺមានអគ្គនាយកដ្ឋានប៉ូលីសនេះមួយអគ្គនាយកដ្ឋានប៉ូលីសនេះមួយគូ GAA នេះ2ហើយណែស៊ីប្រានេះ3ហើយអាហ្រីកាស៊ីនេះ4ឯចំណែកឯកសារអំពីទារុណកម្មដែលលោកចៅក្រមសួរខ្ញុំនោះខ្ញុំយកពីខ្ញុំយកពីអគ្គនាយកដ្ឋានប៉ូលីសដែលភាសាសាមញ្ញហៅ PG នោះ
Alors, je souhaiterais également des clarifications en ce qui concerne votre rôle personnel dans le choix des locaux de S21. On a vu que différents locaux ont été utilisés, mais les locaux définitifs sont, me semble-t-il, présentent deux caractéristiques. D'une part, l'utilisation de bâtiments scolaires et d'autre part, la dimension. Est-ce que c'est vous qui avez proposé ces locaux? Est-ce que c'est une décision de vos supérieurs ou est-ce que vous avez simplement demandé l'approbation de vos supérieurs? លោកតាក្រមជាទីគោរពស្ថានទីរបស់ស21ចុងក្រោយនេះគឺដំបងណាតយកមកតាំងទីដោយសារមេឃដេញពី PG មិនឲ្យមកនៅក្នុង ដូច្នេះនិយាយពីទំហំដីទាំងអស់នោះវាជាគេដំណើរតាំងពីណាត់ក៏នៅម៉េចបានន័យថាខាងជើងទល់នឹងផ្លូវលេខ 310 ខាងត្បូងហួសផ្លូវលេខ 360 បន្តិចទៅ ខាងកើតគឺនៅត្រឹមផ្លូវមនីវង្សខាងលិចអត់ហួសពីផ្លូវ 163 ទេដូច្នេះគេដំណើរនេះវារៀបចំតាំងពីសម័យណាតមកមេក៏អនុញ្ញាតដែរ ពីព្រោះវាកំបាំងពីភ្នែកអ្នកជំនាញការចិនចំណែកគំនិតផ្ដើមរបស់ខ្ញុំហើយដែលខ្ញុំសូមអនុញ្ញាតមេយល់ស្របគឺបដូរកន្លែងឃុំឃាំងមកនៅក្នុង គឺមកនៅក្នុងស្ថានទីរបស់វិទ្យាល័យភ្ញាយ៉ាតនេះជាគំនិតផ្ដាំរបស់ខ្ញុំហើយមេឃអនុញ្ញាត ឯចំណែកជើងឯកខ្ញុំសម្រេចអត់មានសុំយោបល់មេទេដោយក្រោយមកខ្ញុំបានរាយការណ៍ជូនគាត់ជាព័ត៌មានដែរចំណែកឯ cellular individual តូចនោះខ្ញុំសម្រេចឲ្យអត់ទាំងបានរាយការណ៍ជូនគាត់ផង ដ
ចុងបញ្ចប់ខ្ញុំសូមអនុញ្ញាតរាយការណ៍បន្ថែមមួយដែលក្នុងអង្គសវនាការនេះខ្ញុំមិនទាន់ដែលបានរាយការណ៍នៅពេលថ្ងៃ15សីហា1975នេះមេចង្អុលទិសឲ្យខ្ញុំទៅរៀបចំមន្ទីរនគរបាលឯភូមិកប់ស្រូវខាងជើងភ្នំពេញខ្ញុំអត់ស្គាល់កប់ស្រូវខ្ញុំរកមិនឃើញគាត់ថាចាំឲ្យមិត្តចន់ជូនទៅមិត្តចន់រវល់ការងារបំរើរកខ្វែងឯងចុះឡើងអត់បានជូនទៅសូមបញ្ជាក់ថាមិត្តចន់នេះជានិរសាររបស់មេប្រចាំការនៅនឹងផ្លូវស្ថានីយ៍រថភ្លើងនោះឯងខ្ញុំបញ្ចប់បានណាត់កាត់ចាប់ផ្ដើមជ្រើសរើសកន្លែងដែលខ្ញុំដាក់អក្សរ B ខាងលិចសារមន្ទីរទួលស្លែងបច្ចុប្បន្ននេះបន្តិចសំទោសខ្ញុំណែសំទោសខ្ញុំរាយការណ៍ច្រឡំមិនឥឡូវដល់ចុងបញ្ចប់ឆ្នាំ1968ពូនួនហៅខ្ញុំទៅធ្វើការក៏ប្រាប់ថាមិត្តទៅនៅជើងណែទៅនៅកប់ស្រូវឬកន្លែងមិត្តទៅខ្ញុំសូមបញ្ជាក់ម្ដងទៀតនៅឆ្នាំ1978ពូនួនគាត់ហៅខ្ញុំទៅធ្វើការនួនជាហើយគាត់រំលឹកឡើងវិញគាត់ថាឥឡូវមិត្តទៅនៅកប់ស្រូវកន្លែងដែលអង្គការចង្អុលឲ្យមិត្តខ្ញុំបកាយខ្ញុំតទេទៅអាម៉ែកជើងឯកអធិធិធមកគោកខ្ញុំទៅចោលមិនបានណាទៅឆ្កឹះកកាយខ្ញុំនៅជើងឯកអធិធិស្កើឡែតសូមបញ្ជាក់ខ្ញុំសូមបញ្ជាក់បកប្រែនឹងមិនទាន់ត្រូវទេខ្ញុំទាមទារសុំនៅជើងឯកពីព្រោះឆ្អឹងខ្មោចដែលយើងសម្រាប់គេនោះនៅច្រើនណាស់ដូច្នេះខ្ញុំទៅចោលមិនបានពូនួនគាត់នៅស្ងៀមដល់ហៅខ្ញុំទៅធ្វើការលើកក្រោយបានក៏ប្រាប់ថាអង្គការសុខចិត្តសូមបញ្ចប់សេចក្តីរាយការណ៍ត្រឹមប៉ុណ្ណេះ Est-ce que le fait que des locaux scolaires aient été utilisés pour servir de lieu de détention et
d'interrogation a suscité quelques questions de votre part, quelques émoi, émotion, ou est-ce que pour vous c'était un lieu comme un autre, parfaitement naturel? វាគឺជាទីកន្លែងដូចសាមញ្ញដូចទីកន្លែងដទៃទៀតឬ ជំរាបប្រសាសន៍លោកចៅក្រមទស្សនៈនយោបាយរបស់ខ្ញុំបាទនៅពេលនោះឃើញវិទ្យាល័យស៊ីសវត្តហើយនឹងសាលាបឋមសិក្សាទួលស្វាយនេះគ្រាន់តែជាអាគារមួយដូចអាគារផ្សេងទៀតហើយជាអាគារមួយដែលសម្រួលដល់ការឃុំឃាំងក៏ប៉ុន្តែឥឡូវនេះមិនមែនមើលឃើញចង់ទេការយកសាលារៀនមកធ្វើគុកធ្វើកន្លែងសួរចម្លើយធ្វើទរណកម្មជាការប្រមាថមើលងាយធំណាស់ដល់មនុស្សជាតិដល់អរិយធម៌ដល់វប្បធម៌ដល់អរិយធម៌មនុស្សជាតិS'agissant du bureau de police de la 703e division, qui, j'ai bien compris, est l'hôpital psychiatrique de Takmao. Hier, mais peut-être ai-je mal compris, vous avez indiqué que les activités de ce bureau avaient pris fin le 15 août 1976. Ou bien est-ce que le 15 août 1976, c'est la date à laquelle le bâtiment a été remis au ministère des Affaires sociales? Je n'ai pas très bien compris. បើតាមការសរុបព័ត៌មានហើយនឹងវិភាគបច្ចុប្បន្ននេះគុកនេះប្រើរហូតដល់ខែ6ឆ្នាំ1976ទើបគាត់បង្ហើយកំតិចអ្នកនៅជាប់គុកនោះអស់ហើយចំណែកការប្រកល់ជូនទៅក្រសួងសង្គមកិច្ចឬក៏ដើមឆ្នាំ77ឬក៏ចុងឆ្នាំ76ប៉ុន្តែបើតាមការវិភាគមិនមែនចុង76ទៅទៀតគឺដើម77ឆមាសទី1ឆ្នាំ1977សូមរាយការណ៍បញ្ចប់អំពីបញ្ហាគុកតាខ្មៅបន្ថែមប៉ុណ្ណេះ Alors, il y a quelque chose que je ne comprends pas très bien. Est-ce que cette prison faisait partie du complexe de S21 ou pas du tout? Et qui a dirigé l'hôpital, enfin, le bureau 03 après le départ de Nat? ជាផ្លូវការអាមន្ទីរ03នេះវាត្រូវបញ្ចប់តាំងពីថ្ងៃ15សីហា1975
ក៏ប៉ុន្តែណាដូចជារឿងជ្រែកជ្រោចមិនព្រមប្រើឈ្មោះមន្ទីរស21នឹងចាប់តាំងពី1970ពី15សីហា1975មកទេឯកសារដែលនៅសល់មានឯកសារមួយបញ្ជាក់ថារហូតដល់ថ្ងៃ30ឬក៏ថ្ងៃ30វិច្ឆិកាឬក៏ថ្ងៃ1ធ្នូហើយណាត់នៅតែសញ្ញេ03ដូច្នេះកាត់ប្រើឈ្មោះនឹងក្រៅផ្លូវការឯចំណែកឈ្មោះជាផ្លូវការត្រូវចាប់ផ្ដើមតាំងពីថ្ងៃ15សីហា1975សរុបមកអាគុកតាខ្មៅនេះគាត់គ្រប់គ្រងតាំងពី15សីហារហូតមកដល់គាត់ចេញហើយគាត់ត្រូវបង្ហើយ3ខែមកក្រោយទៀតថ្ងៃគាត់ចេញសូមបញ្ជាក់លោកចៅក្រមម្ដងទៀតប្រហែលជានៅក្នុងខែមិនិនា1976សូមបញ្ចប់ប៉ុណ្ណេះ Alors, pour moi, c'est toujours assez... ça demeure un peu vague, parce que vous nous avez dit que ça avait continué à fonctionner jusqu'en... Alors maintenant, je ne sais plus très bien si c'est juin, août 76. Donc, qui dirigeait le bureau 03 à partir de mars 76. En mars 76, vous avez dit Nat est parti. Alors, qui avait la responsabilité de ce bureau? À qui a-t-on demandé de, excusez-moi, déterrer les cadavres, nettoyer pour remettre les locaux au ministère des Affaires sociales? Est-ce que c'est vous? ហើយនឹងប្រគល់ជាទីគោរពកន្លែងនោះឲ្យទៅខាងក្រសួងសង្គមកិច្ចវិញតើលោកជាអ្នកធ្វើកិច្ចការនោះឬណាត់គាត់នៅគ្រប់គ្រងពីលើចំណែកមនុស្សដែលរត់ការងារប្រចាំថ្ងៃជប់ចនិចគឺមិត្តហោរត់គ្រប់សពកន្លែងគាត់ប្រើគ្នាគ្រប់សពកន្លែងអញ្ចឹងនៅពេលដែលណាត់គាត់ចេញទៅខែ3ដូចខ្ញុំបានជំរាបលោកចៅក្រមពីមុនមកហើយគាត់បានប្រាប់ខ្ញុំឲ្យរក្សាទុកគុកតាខ្មៅប្រើការខ្ញុំក៏មិនបានជាគិតគូរអីទេខ្ញុំជឿថាពេលនោះអូននៅតែគ្រប់គ្រងអាចអ្នកជាប់ទោសនៅគុកតាខ្មៅនឹងរហូតហើយនៅពេលដែលណាត់គាត់ចេញទៅគាត់ត្រឡប់មកសូមអនុញ្ញាតមេត្រឡប់មកជួបហោដើម្បីបង្ហាញការងារចាស់មេសូមបញ្ជាក់ថាមេនឹងគឺមេទាំងអស់គ្នាទាំងមេទាំងខ្ញុំទាំងណាត់គឺលោកគ្រូសំសេននឹងដូច្នេះណាត់ចុះឡើងរហូតដល់ភ័យក្នុងខែ6ឆ្នាំ1976បានចប់ឈប់មកដូច្នេះគុកនៅតាខ្មៅនោះមានដំណើរការដូចខ្ញុំបានជម្រាបលោកចៅក្រមចាប់តាំងពី17មេសារហូតដល់ខែមិថុនា1976អ្នកដែលនៅគ្រប់គ្រងផ្ទាល់រត់ការងារប្រចាំថ្ងៃជាប់គឺមិត្តហោ
aiចំណែកណាត់ក៏នៅពីលើជាអ្នកគ្រប់គ្រងបញ្ជាពីលើនេះជាប្រវត្តិដែលមិនស្រួលប្រមាណទេមិនស្រួលយល់ប្រមាណទេមិនចុះសម្រុងគ្នាប្រមាណទេរវាង03និង21អង្គជំរះសូមរំលឹកដល់ជំរាបចោទថាដោយការសួរនេះជាសំណួរជាភាសាបារាំងហើយដែលជាក្រុមបារាំងសួរហើយលោកបានស្ដាប់ជាភាសាបារាំងហើយឆាប់ឆ្លើយភ្លាមនឹងសំណួរនាំឲ្យការបកប្រែនឹងមានបញ្ហាអញ្ចឹងសូមឲ្យបងអង្គបន្តិចនៅពេលដែលមានសំណួរដើម្បីឲ្យការបកប្រែនឹងបានបកប្រែច្បាស់លាស់ហើយទី2នៅពេលដែលលោកឆ្លើយចប់សូមបិទមីក្រូផងសូមជើញលោកសមត្ថបន្តទៀត Merci, Monsieur le Président. Je comprends toujours pas très bien. Qui décidait d'envoyer les gens à S21 ou au bureau 03? Est-ce qu'il y avait une différence entre les deux institutions? Est-ce que le bureau 03 était plutôt un lieu d'exécution qu'un lieu d'interrogation? Est-ce que vous pouvez nous éclairer? ហើយមិនមែនជាកន្លែងសម្រាប់ធ្វើការសួរចម្លើយទេនោះសូមលោកធ្វើការបញ្ជាក់ត្រង់ចំណុចនេះមើលដំបូងខ្ញុំសូមរាយការណ៍ជូនអំពីរឿងអ្នកដែលសម្រេចបញ្ជូនមនុស្សមក03អ្នកដែលសម្រេចបញ្ជូនមនុស្សមក03បើតាមខ្ញុំមើលទៅសំខាន់គឺមេមែនហើយក៏ប៉ុន្តែទូនីតិរបស់ណាតដើរទៅសុំមនុស្សពីជនបទមកមានដូច្នេះរឿងមនុស្សចូលទៅមន្ទីរ03ច្បុកច្បល់បន្តិចសូមបញ្ជាក់ជូនលោកចៅក្រមថាសូម្បីតែខ្ញុំទៅធ្វើជាអនុប្រធាននឹងហើយក៏ដោយក៏ណាត់នៅតែសម្រេចចិត្តចាប់មនុស្សនៅក្នុងកងពល12ដោយអត្តនោម័តដូច្នេះរឿងចាប់មនុស្សចូលមន្ទីរ03មុននឹងណាត់កាត់ចេញទៅច្បុកច្បល់មិននឹងជាណាខ្លះគាត់សម្រេចអ្នកណាខ្លះមេសម្រេចខ្ញុំសូមបញ្ជាក់ថារយៈកាលនោះគឺរយៈកាលគេសម្រិតសម្រាំងទាហានចាស់អ្នករាជការចាស់របស់លន់នល់ដូច្នេះអ្នកដែលចាប់ស្លាស់ដៃបន្តិចអ្នកដែលចាប់មនុស្សបញ្ចូលទៅសម្លាប់បញ្ចូលទៅស្អីស្លាស់ដៃបន្តិចចំណុននោះដែលគាត់មុតមែនទែនគឺចាប់តាំងពីខ្ញុំឡើងធ្វើជាប្រធានគឺគ្មានអ្នកណាហ៊ានបញ្ជូនមនុស្សមកស21ដោយមិនឆ្លងកាត់តាមខ្ញុំទេហើយគ្មានអ្នកណាហ៊ានបញ្ជូនមកស21គ្មានអ្នកណាមួយឆ្លងកាត់មកដល់ខ្ញុំដោយមិនឆ្លងកាត់តាមមេទេគឺសុទ្ធតែឆ្លងកាត់តាមមេទាំងអស់ដូច្នេះសរុបមកវិញដែលច្បាស់លាស់មែនទែនគឺចាប់តាំងពីខ្ញុំឡើងធ្វើប្រធានតា
តាំងពីខ្ញុំឡើងធ្វើប្រធានមកវាច្បាស់លាស់មែនទែនគឺគ្មានអ្នកណាហ៊ានបញ្ជូនមនុស្សមកខ្ញុំដោយផ្ទាល់ទេគឺសុទ្ធតែសុំសេនបញ្ជូនមកខ្ញុំនេះជារបៀបការពិតឯចំណែកការរាយការណ៍ពីលើកមុនប្រហែលឃ្លាមុនវារបៀបរបបមិនច្បាស់ទេអាចច្បាស់គឺមកឃ្លាចុងក្រោយនេះគឺតលតែមេឲ្យមកខ្ញុំបានស21ទទួលបានគ្មានអ្នកណាហ៊ានបញ្ជូនមកឲ្យខ្ញុំក្រៅពីមេទេសរុបមកវិញសភាពការក្រោយ17មេសាជាបុកច្បល់ការចាប់ចងនឹងការសម្លាប់មនុស្សងាយណាស់ចំណែកពីថ្ងៃពីខែមីនា1976មកគឺតលតែខាងលើបញ្ជូនមកបានស21ទទួលបានOn reviendra, je pense, sur l'organisation de S21. Vous avez fait état d'un certain nombre d'installations qui, me semble-t-il, existaient à S21, mais n'existaient pas à M13. Notamment les facilités de communication par téléphone, la dactylographie. Est-ce qu'il y avait de la dactylographie à M13? Est-ce qu'il y avait des photographes à M13? Est-ce qu'il y avait aussi des appareils d'enregistrement, puisqu'on sait que certaines confessions ont été enregistrées? J'aimerais savoir qui a été à l'origine de ces innovations. Est-ce vous? Est-ce que c'est quelque chose qui existait dans d'autres centres, qui a été apporté? Comment ça s'est passé? គ្មានទេនៅចំនួន M13 ម៉ូ13សំបីតែក្តាស់សរសេរហ្នឹងក៏សុំក្តាស់កសែតរបស់គេយកមកហែកទៅសេនឹងខ្មៅដៃមកដល់ស21វាជាជាយភ័ណ្ឌដែលភ្នំពេញបែកណាជាគេតំណែងរបស់កងពល703ម៉ាស៊ីនថតជាងថតប្រដាប់ថតទាំងអស់នឹងសុទ្ធតែជាគេតំណែងរបស់កងពល703ជាងថតក៏ជាគេតំណែងមកពីខាងកងពល703ម៉ាស៊ីនវាយអក្សរក៏មកពីកងពល703កដាស់ទៅសេសភៅទៅសេថ្នាំពេទ្យស្រំសម្បត្តិល្អរហូតយកបានទាំង photocopy ប្រដាប់ photocopy មកគ្រឿងផងប្រដាប់បញ្ចាំងកុនຂະຫນາດ36មីលីម៉ែត្រមកគ្រឿង2គ្រឿងផងហើយអូច្រើនណាស់
រំណោះទេមានអាប្រដាប់មួយណាសម្រាប់ណែធ្វើចាស់ស្តង់ស៊ីលអេឡិចត្រូនិកក៏មានដែរដូច្នេះសុទ្ធតែជារបស់ដែលបានមកដូច្នេះគឺប្រើប្រាស់របស់ចាស់នៃអ្នកភ្នំពេញទាំងអស់លើកលែងតែរបស់មួយទេដែលមេឲ្យមកខ្ញុំថ្មីគឺទូរស័ព្ទដែលខ្ញុំប្រើជាមួយនឹងមេដែលមានចុចប៊ូតុងទៅហើយវាបំបែកហ្វ្រីកង់នោះដែលមេឲ្យថ្មីAlors, une dernière question. Une dernière question concernant Pressar. Quelle part avez-vous eu, si vous avez une part, dans l'organisation de Pressar? Est-ce que vous avez décidé de l'utilisation de certains bâtiments? Est-ce que vous avez décidé de l'organisation interne de Pressar? Qu'est-ce que vous avez fait exactement à ce niveau-là?វាស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់ខ្ញុំទាំងស្រុងវាគ្រាន់តែខ្ញុំអត់មានពេលក៏បណ្ដោយឲ្យមិត្តហូននិងមិត្តហ៊ុយគេធ្វើការលើកលែងតែករណីពិសេសខ្លះដែលខ្ញុំត្រូវអន្តរាគមន៍ដូចជាថ្ងៃមួយនោះមេឲ្យសាក់លបងយកយុទ្ធជនខាងបូព៌ា30ផ្លាយអ្នកយកមកអប់រំអប់រំហើយមួយខែងានបញ្ចូលទៅកងរថក្រោះដែលរៀបចំបង្កើតថ្មីកងរថក្រោះយកបញ្ចូលកងរថក្រោះដែលទៅបង្កើតថ្មីអង្គភាពមនុស្សជាង30នាក់នេះណាសូមបញ្ជាក់មនុស្សជាង30នាក់នេះហ្នឹងហើយមនុស្សជាង30នាក់នេះមកពីអង្គភាពកងពលបូព៌ាហើយមេយកឲ្យអប់រំដើម្បីបញ្ចូលក្នុងកងរថក្រោះដែលនឹងបង្កើតថ្មីបាទសូមអរគុណដូច្នេះមានតែករណីពិសេសអញ្ចឹងទេដែលខ្ញុំបានចូលរួមចំណែកដោយឡែកតកាលណាត្រូវចាប់មនុស្សមកដែលចាប់មនុស្សនៅក្រោមការគ្រប់គ្រងក្រោមក្នុងការអប់រំគេពិគ្រោះគ្នាគេពីរនាក់មកសុំយោបល់ខ្ញុំមានសិទ្ធិសម្រេចដោយមិនឆាឆៅមេក្រន្តរីការជូនជាព័ត៌មានក៏ប៉ុន្តែករណីដោយឡែកខ្លះក៏ត្រូវការខ្ញុំសុំយោបល់មេដែរឧទាហរណ៍ដូចជាមាននៅសល់ឯកសារមួយនិយាយពីបងប្អូនរបស់សុកហើយនឹងបងប្អូនរបស់ម៉ៃលន់
អានឹងខ្ញុំត្រូវសុំយោបល់មេព្រោះនឹងមេផ្ដាំផ្ដាច់ឲ្យសុំយោបល់គាត់សិនមុនសម្រេចនេះនិយាយអំពីមនុស្សដែលអប់រំសាថ្មីបានន័យថាគ្នាវាជាពាក់កណ្ដាលអ្នកទោសពាក់កណ្ដាលប្រជាជនក៏ប៉ុន្តែបុគ្គលិករបស់ស21នៅព្រីសរមុននឹងចាប់គេត្រូវតែមេសម្រេចឯចំណែកផែនការបង្កបង្កើនផលយ៉ាងម៉េចចាត់ចែងកម្លាំងយ៉ាងម៉េចស្អីយ៉ាងម៉េចគេម្ចាស់ការធ្វើទេក៏ប៉ុន្តែគេត្រូវតែទទួលខុសត្រូវចំពោះមុខបកដាច់ខាតគ្មានបាតុភិបវាយកម្លាំងគ្រប់គ្រងហើយរត់ទេបើសិនជាវាយកម្លាំងគ្រប់គ្រងហើយរត់គឺអ្នកឯងទទួលខុសត្រូវចំពោះមុខបកហើយចំពោះមុខខ្ញុំចំពោះមុខបកខាងលើទៀតក្នុងករណីដែលមានមនុស្សរត់មនុស្សបះបោហើយរត់មិនកែលកងទេទាំងអស់ភាគច្រើនណាបះបោហើយរត់អានឹងទទួលខុសត្រូវចំពោះមុខប៉ាអ្នកនៅព្រីសរខ្ញុំត្រឹមប៉ុណ្ណេះLà, je n'ai pas d'autres questions, Monsieur le Président. ចាក្រមឡាវ៉ានខ្ញុំអត់មានសំណួរផ្សេងទៀតទេសូមអរគុណលោកប្រធានអស់លោកស្រីចក្រមតើមានសំណួរអ្វីត្រូវសួរដល់ជំរាបចោតបន្ថែមទៀតទេមានសូមអញ្ជើញលោកធូមនីលោកបានបញ្ជាក់ពីម្សិលមិញដែរថាមន្ទីរស21ធ្លាប់នាំជនជាប់ចោតណាជនជាប់ទោសណាអ្នកទោសពីគុកតាខ្មៅយកមកធ្វើការសាកសួរចម្លើយនៅក្នុងមន្ទីរស21អញ្ចឹងខ្ញុំតើលោកអាចបញ្ជាក់បានទេតើគុកតាខ្មៅមានកន្លែងសម្រាប់សួរចម្លើយដែរគុកតាខ្មៅនេះខ្ញុំដឹងរឿងតិចណាស់ខ្ញុំណាត់នាំចូលតែម្ដងទៅវគ្គនឹងមិត្តជីខ្ញុំដកខ្លួនថយក្នុងឋានៈជាអនុប្រធានខ្ញុំអត់ចង់ដឹងឬកិច្ចការអីទេដូចខ្ញុំបានជម្រាបអង្គជំនុំជម្រះជាហោហែមកហើយថាខ្ញុំអត់ចង់ធ្វើការងារនគរបាលទេខំជិះជាអតិបរមាមិនឲ្យដឹងឮរឿងអីច្រើនពេកនិយាយនេះវាជារឿងពិតមិនមែនជារឿងខ្ញុំចង់គិតទេប៉ុន្តែព័ត៌មាននេះខ្ញុំរឿងនេះខ្ញុំវាមិនដឹងច្បាស់មែនគ្រាន់តែសន្និដ្ឋានថានៅពេលដែលសួរចម្លើយយើងខ្ញុំសួរនៅAចំណុចAដែលយើងខ្ញុំគូនៅលើផែនទីបើតាមពិតអ្នកទោសភាគច្រើនគេឃុំឃាំងនៅតាខ្មៅគេយន្តតិចបន្តួចយកមកសួរនៅAដល់ក្រោយមកកន្លែងសួរចម្លើយទៅសួរនៅ PG ហើយនឹងកន្លែងអប់រំកងសួរចម្លើយនៅ PG ក៏អ្នកទោសភាគច្រើនគេឃុំនៅក្នុងដោយមានមិត្តហោទទួលខុសត្រូវរត់ចុះរត់ឡើងតាមបញ្ជាណាតហើយដល់
អាស21នេះវាត្រឡប់ពី PG មកដល់កន្លែង A តដែលនឹងវិញក៏អ្នកទោសភាគច្រើនបើតាមខ្ញុំសន្និដ្ឋានក៏នៅឯតាខ្មៅពេទ្យឈួតដូច្នេះអាតាខ្មៅពេទ្យឈួតនេះវាដាក់អ្នកទោសបើតាមខ្ញុំស្មានដូចជាគ្មានកន្លែងសួរព្រោះកម្មាភិបាលសួរនៅភ្នំពេញទាំងអស់ដំបូងសួរនៅកន្លែងអក្សរ A ដែលខ្ញុំដាក់អក្សរ A នោះហើយដល់ក្រោយមកខ្ញុំប្រមូលទាំងអស់ទៅចូលក្នុងវិទ្យាល័យបញ្ញាយ៉ាតសរុបមកសូមជម្រាបលោកចៅក្រមថាតាមការវិភាគនិងតាមការសន្និដ្ឋានក្នុងពេលបច្ចុប្បន្ននេះតាខ្មៅគ្មានកន្លែងសួរទេធុកបានបញ្ជាក់កន្លងមកដែរថាគុកតាខ្មៅនេះបាទអាចបង្កើតឡើងប្រហែលជា2ឬ3ថ្ងៃក្រោយថ្ងៃ17មេសាឆ្នាំ1975ប៉ុន្តែអង្គភាពស21នេះបានបង្កើតឡើងហើយជាក្នុងថ្ងៃទី15ខែសីហាឆ្នាំ1975ដូច្នេះគុកតាខ្មៅនេះវាបានកើតឡើងមុនពេលដែលមន្ទីរស21នេះកើតឡើងដូច្នេះតើលោកអាចបញ្ជាក់បានទេថាក្នុងអំឡុងពេលអនុវត្តឬក៏ដំណើរការគុកតាខ្មៅនេះមានការសួរចម្លើយអីដែលមុនដែលពេលគេកើតស21ដើម្បីនាំអ្នកទោសយកមកសួរនៅស21នេះជំរាបប្រសាសន៍លោកចៅក្រមរឿងសួរចម្លើយនៅគុកតាខ្មៅមិនដឹងជាយ៉ាងម៉េចទេក៏ប៉ុន្តែនៅពេលដែលទន្ទឹមគ្នានឹងមុនកកើតមុននឹងពេលដែលខ្ញុំចូលទៅរួមជាមួយនឹងគេកកើតទីកស21នេះណាននាំខ្ញុំទៅគុកពិសេសម្ដងចូលទៅគុកពិសេសនេះរបស់ដែលខ្ញុំចាប់អារម្មណ៍ដំបូងគេហ្នឹងគឺមិត្តហោអង្គុយលើជើងមកខាងក្រៅគេអានសេចក្តីសារភាពសូមបញ្ជាក់ថាខ្ញុំនិងមិត្តហោហ្នឹងក៏អត់ដំណាច់ឆ្ងាយពីគ្នាដែរធ្លាប់ជាប់គុកជាមួយគ្នានៅឆ្នាំ1968ចំនួនរណុលក៏ចាប់ខ្ញុំដាក់គុកខ្ញុំឃើញដូច្នេះណាត់នាំខ្ញុំតទៅទៀតចូលក្នុងកន្លែងសួរចម្លើយតែដល់ឃើញទីអង្គុយតុកអីស្អាតបានប៉ុណ្ណឹងជើងជាប់ខ្នោះណាត់ប្រាប់ខ្ញុំថាសផូនអ្នកដែលជាប់គុកនៅក្នុងអ្នកដែលកំពុងអង្គុយសរសេរក្នុងឆ្លងតាមសភាពការដែលខ្ញុំឃើញនេះខ្ញុំសូមសន្និដ្ឋានថានៅតែខ្មៅប្រហែលជាគេមិនសួរទេគេមកសួរនៅវិឡាស្ដេចក្រុងព្រះមុនីរ៉េតដល់កកើតដល់ស21ចូលទៅក្នុងកិច្ចប្រតិបត្តិការពេញលេញគេលុបចោលអាកន្លែងសួរចម្លើយនៅវិឡាស្ដេចក្រុងព្រះមុនីរ៉េតស៊ីសវត្តមុនីរ៉េតគេយកមកសួរនៅត្រង់កន្លែងអាដែលខ្ញុំទៅសេនឹងសរុបមកតាខ្មៅពេទ្យឈួតមាននៅតែជាកន្លែងឃុំឃាំងតាំងពី17មេសារហូតមកដល់ប្រហែលជាក្នុងខែមិថុនា1976ទៅបានចប់ឯកន្លែងចំណែកកន្លែងសួរចម្លើយបើតាមការវិភាគនិងការសន្និដ្ឋានគឺនៅវិឡាស្ដេចក្រុងព្រះស៊ីសវត្តមុនីរ៉េតដំបូងបន្ទាប់មកវានៅកន្លែង A បន្ទាប់មកទៀតទៅ PG បន្ទាប់មកពី PG មកកន្លែង A វិញបានចុងបញ្ចប់ទាំងអស់ប្រមូលដាក់ទៅកន្លែង B គឺវិទ្យាល័យភ្ញាយ៉ានេះឯងសូមអស់ប៉ុណ្ណេះក្រោយពីអង្គភាពមន្ទីរស21បង្កើតឡើងគេនាំអ្នកទោសពីតាខ្មៅយកមកសួរចម្លើយនៅដោយលោកបានបញ្ជាក់ថានៅត្រង់ចំណុច A នៃផ្នែកមួយរបស់
មន្ទីរស21ចឹងតើនៅពេលដែលគេសួរចម្លើយអ្នកទោសចប់តើគេមានដែលកំតិចអ្នកទោសនៅក្នុងអង្គភាពស21ដែរសូមជម្រាបលោកតាក្រមថារឿងកំតិចខ្ញុំមិនសូវជាយកចិត្តទុកដាក់ទេខ្ញុំនិយាយនេះមិនមែនមានន័យថាគេអ្នកកំតិចគេជាអក្រិតជនទេក៏ប៉ុន្តែនេះវាជាសកម្មភាពអក្រិតដែលបាក់តម្រូវឲ្យគេធ្វើគេត្រូវតែធ្វើបើគេមិនធ្វើវាខុសចំពោះមុខខ្ញុំវាខុសចំពោះមុខបាក់ខ្ញុំនៅទទួលខុសត្រូវពីលើគេនេះយើងនិយាយតាមជាក់ស្ដែងក៏ប៉ុន្តែបើនិយាយពីជាក់ស្ដែងទៀតប្រហែលជាអាចមានអ្នកដែលគេសម្លាប់នៅត្រង់កន្លែងអានៅត្រង់កន្លែងអាប្រហែលជាមានពីព្រោះអីខ្ញុំសូមនិយាយរឿងមួយនៅពេលដែលចាប់ផ្ដើមចាប់ដៃគ្នាដំបូងស21ចូលក្នុងការចាប់ដៃគ្នាសហប្រតិបត្តិគ្នាធ្វើសកម្មភាពរៀង703និងស21ថ្ងៃមួយមេបញ្ជាកាលនោះដូចជាណាត់កាត់ចេញហើយមិនដូចឲ្យគេកំតិចនងសួនហើយនឹងសួសនៅហៅឈូកគាត់បញ្ជាក់ទៀតកំតិចប្រហែលជាម៉ោង5ភ្លឺមិត្តទៅមើលគេកំតិចបញ្ហានេះកន្លងមកហើយវាអត់ទាន់មានពេលចំនឹងនិយាយទេឥឡូវខ្ញុំនិយាយការកំតិចបែប703ខុសពីការកំតិចបើតាមខ្ញុំយល់បោះមន្ទីរ13ហើយនឹងកន្លែងផ្សេងទៀតគេមានមោទនភាពណាស់គេថាកំតិចដោយយកចាក់កំបិតតាមអត្តនេះវាធានាក្នុងរឿងស្លាប់ប្រកបថ្ងៃនោះខ្ញុំទៅមើលតាមបញ្ជាមេដោយខានមិនបានមិនហោគាត់ចាត់ចែងគាត់ដាក់ដោតហ្វាមួយមកមនុស្សដែលត្រូវកំតិចតែ2នាក់នោះទេនងស៊ុនហើយនឹងសួសនៅហៅឈូកថ្ងៃខែខ្ញុំអត់ចាំទេដូច្នេះសកម្មភាពនេះបញ្ជាក់ថាមានមនុស្សមួយចំនួនត្រូវកំតិចនៅកន្លែងអានៃបច្ចុប្បន្នទឹកដីនៃទឹកដីស21ពេលនោះតមកទៀតនៅពេលដែលកំតិចលីផែលហៅផែន3ថ្ងៃហើយស្រាប់តែបង្ខៀវលោកគ្រូសុនសេនប្រាប់មកមិនដូចកោះខ្មោចអាផែនឲ្យគេថតបញ្ជូនមកខ្ញុំខឹងដែរកាលនោះលួចជេរក្នុងពោះប៉ុន្តែមិនហ៊ានធ្វើអីគេទេមិនជេរមកឲ្យណាលឺទេបើមិនទុកចិត្តដដែលប្រើខំធ្វើស្អីប៉ុន្តែកោះនៅតែកោះខ្ញុំកោះឲ្យថតដូច្នេះខ្មោចលីផែនក៏កប់នៅក្នុងកន្លែងអានេះរបស់មន្ទីរស21គេសម្លាប់ដោយវាយឬក៏គេសម្លាប់ដោយចាក់ខ្ញុំអត់ច្បាស់ទេអត់ចង់ដឹងចង់លឺអីទេសូមបញ្ជាក់ថាខ្មោចដែលស្លាប់3ថ្ងៃមិនហើមកាខ្លះកាក្លេសអីប្រមាណពេកទេប៉ុន្តែគាត់ចោលស្ក្រិនស្អុយយើងខ្ញុំប្រើ crazy អស់3ដបបន្តមកទៀតមិនសុកមិនសាប់មេប្រើខ្ញុំឲ្យទៅត្រួតពិនិត្យនៅជើងឯកប្រើ3ដងបានខ្ញុំទៅនេះរឿងនៅជើងឯកវាជារឿងមួយដែលបាននិយាយគ្នាហោហែមកហើយខ្ញុំសូមកាត់ខ្លីប៉ុណ្ណេះនឹកឡើងឃើញសកម្មភាពអស់នេះបានជាហេតុផលមួយនាំឲ្យខ្ញុំវិភាគនិងសន្និដ្ឋានថា
មេទុកចិត្តខ្ញុំមេមិនទុក